ពី2000ឆ្នាំមុននៅឆ្ងាយពីទិសខាងកើតនៃប្រទេសអ៊ីស្រាអែលមានមនុស្សមួយក្រុមដែលបានសង្កេតមើលផ្កាយពួកគេបានសង្កេតមើលផ្កាយរាល់យប់រហូតដល់ថ្ងៃមួយពួកគេបានប្រទះឃើញផ្កាយមួយដែលពួកគេមិនធ្លាប់បានឃើញពីមុនមកទំហំពណ៌សូម្បីតែគន្លងរបស់វាអ្វីៗទាំងអស់របស់វាហាក់ដូចជាពិសេសបន្ទាប់ពីបានមើលវាអស់ជាច្រើនយប់ពួកគេបានគិតថាផ្កាយនោះហាក់ដូចជាកំពុងប្រាប់យើងឲ្យដើរតាមវាកំពុងប្រាប់យើងឲ្យទៅស្វាគមន៍កំណើតថ្មីគឺជាស្ដេចថ្មីហើយពួកគេបានធ្វើការសម្រេចចិត្តដ៏សំខាន់មួយគឺដើរតាមចលនារបស់ផ្កាយនោះដំណើរនេះមិនមែនជារឿងងាយស្រួលនោះទេដោយសារវាជាការធ្វើដំណើរតាមផ្កាយពួកគេត្រូវធ្វើដំណើរនៅពេលយប់ងងឹតប៉ុណ្ណោះគ្មានរថយន្តដូចសពថ្ងៃនេះគ្មានផ្លូវងាយស្រួលដើរហើយក៏គ្មានភ្លើងបំភ្លឺផ្លូវដែរលើសពីនេះទៅទៀតការព្រួយបារម្ភរបស់ពួកគេច្បាស់ជាធ្វើឲ្យកាន់តែលំបាកថែមទៀតចុះបើផ្កាយមិនឈប់វិញចុះបើវាឆ្លងទន្លេហើយទៅដល់សមុទ្រវិញតើយើងកំពុងធ្វើរឿងត្រឹមត្រូវទេប៉ុន្តែផ្កាយនោះហាក់ដូចជាបានលើការព្រួយបារម្ភរបស់ពួកគេហើយក៏បានដឹកនាំពួកគេទៅកាន់កន្លែងដែលពួកគេអាចដើរតាមបានពួកគេបន្តដើរតាមផ្កាយហើយបន្ទាប់ពីដំណើរដ៏វែងឆ្ងាយពួកគេបានទៅដល់ប្រទេសអ៊ីស្រាអែលដែលជាស្រុកដែលមិនធ្លាប់ស្គាល់នៅជិតក្រុងយេរូសាឡិមពួកគេបានទៅក្រុងយេរូសាឡិមហើយសួរប្រជាជនថាយើងបានដើរតាមផ្កាយពិសេសមួយវាបានប្រាប់យើងថាស្ដេចថ្មីមួយអង្គបានប្រសូតនៅក្នុងស្រុកយូដាតើទ្រង់នៅឯណាអ្នកដែលបានសិក្សាព្រះគម្ពីរនៅក្រុងយេរូសាឡិមបានពន្យល់ពីអត្ថបទក្នុងព្រះគម្ពីរហើយនិយាយថាបើស្ដេចនៃសាសយូដាប្រសូតនោះនឹងនៅក្នុងភូមិបេតលេហឹមពួកគេបានផ្លាស់ទីទៅកាន់ភូមិបេតលេហឹមម្ដងទៀតទីបំផុតផ្កាយនោះបានឈប់នៅពីលើផ្ទះមួយពេលដែលផ្កាយឈប់ពួកគេសប្បាយចិត្តខ្លាំងណាស់រហូតដល់មិនដឹងថាត្រូវធ្វើអ្វីទេអូហូយើងពិតជាធ្វើត្រូវហើយដំណើរដ៏វែងឆ្ងាយរបស់យើងមិនឥតប្រយោជន៍ទេឥឡូវនេះយើងនឹងក្លាយជាអ្នកទី1ដែលបានឃើញកំណើតរបស់ស្ដេចថ្មីពួកគេបាននាំអំណោយពីទិសខាងកើតដ៏ឆ្ងាយហើយថ្វាយដល់ទារកយេស៊ូវវាជាអំណោយដ៏មានតម្លៃដូចជាមាសកំញាននិងជ័រល្វីងទេសពួកគេបានបញ្ចប់ដំណើរដ៏វែងឆ្ងាយរបស់ពួកគេកាលពី2000ឆ្នាំមុនមានមនុស្សជាច្រើនដែលបានសង្កេតមើលផ្កាយរួចទៅហើយមនុស្សជាច្រើននោះច្បាស់ជាបានឃើញផ្កាយថ្មីដ៏ពិសេសនេះជាមួយគ្នាផងដែរប៉ុន្តែមិនមែនពួកគេទាំងអស់បានធ្វើដំណើរតាមផ្កាយនោះទេមានតែមនុស្សមួយចំនួនតូចពីទិសខាងកើតដែលបានមកសង្កេតមើលមេឃហើយមិនបានខកខានផ្កាយដែលបានលេចមកដល់ពួកគេដូចជាអំណោយនោះទេដូច្នេះពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីជួបព្រះយេស៊ូវហើយបានដើរតាមផ្កាយដោយចិត្តរំភើបគ្រប់គ្នាពិធីបុណ្យណូអែលក៏កំពុងមកដល់យើងដែរខណៈពេលដែលបុណ្យណូអែលមកដល់មនុស្សគ្រប់រូបស្មើគ្នាចុះហេតុអ្វីយើងមិនដូចអ្នកមកពីទិសខាងកើតទាំងនោះហើយរៀបចំចិត្តរបស់យើងតាមរបៀបដ៏ពិសេសដើម្បីជួបព្រះយេស៊ូវយើងប្រហែលជាមិនអាចត្រៀមអំណោយថ្លៃៗដូចជាមាសកំញាននិងជ័រល្វីងទេសបានទេប៉ុន្តែចូលយើងប្រមូលចិត្តរបស់យើងហើយគិតអំពីអំណោយដ៏ល្អបំផុតដែលយើងអាចថ្វាយដល់ព្រះយេស៊ូវក្នុងបុណ្យណូអែលនេះ